បាទសូមជម្រាបសួរពុកម៉ែបងប្អូនតោះថ្ងៃនេះយើងមកតមេរៀនមួយទៀតទៅដល់មេរៀនទី7យើងហើយតសំណួរចម្លើយរបស់យើងសំណួរចម្លើយច្បាប់ចរាចរណ៍នឹងយើងដដែលណាអញ្ចឹងយើងថ្ងៃនេះចូលដល់មេរៀនទី7ហើយដល់សំណួរទី61ណាកាលមុនយើងរៀនដល់សំណួរទី60តោះឥឡូវយើងចូលទៅអានសំណួរទាំងអស់គ្នាយើងកុំនិយាយច្រើននាំតែវីដេអូវែងបាទតោះចូលដល់សំណួរទី61ណាបាទតោះអញ្ចឹងយើងតសំណួរសំណួរទី61យើងគឺសួរថានៅពេលរថភ្លើងណារថភ្លើងបន្លឺសំឡេងបន្លឺសញ្ញាចិត្តមកដល់តើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប្រមាណម៉ែត្រពីរបាំងរបាឬរបាំងយើងមានសន្តិសុខតម្លាក់កន្លែងរថភ្លើងរបាណាអានឹងគេហៅរបាឬរបាំងអញ្ចឹងយើងឈប់ចម្ងាយប្រមាណម៉ែត្រអញ្ចឹងចម្លើយរបស់យើងគឺយ៉ាងតិច2ម៉ែត្រណាបើយើងឈប់ចម្ងាយយ៉ាងតិច2ម៉ែត្រពីរបាំងបាទសំណួរមួយទៀតសំណួរទី62សួរថានៅពេលរថភ្លើងបន្លឺសញ្ញាចិត្តមកដល់ដូចគ្នាតើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប្រមាណម៉ែត្រពីផ្លូវរថភ្លើងបើន័យថាអាមួយគេសួរថាឈប់ប្រមាណម៉ែត្រពីរបាំងបើន័យថាផ្លូវហ្នឹងមានរបាំងហើយដល់ផ្លូវមួយទៀតអត់មានរបាំងទេអញ្ចឹងឈប់ប្រមាណម៉ែត្រទៀតពីផ្លូវបាទពីផ្លូវអញ្ចឹងណាអញ្ចឹងចម្លើយគឺយ៉ាងតិចគឺ5ម៉ែត្រណាចំពោះយ៉ាងប្រមាណម៉ែត្រពីផ្លូវណាបើន័យថាផ្លូវមួយមានរបាំងផ្លូវមួយទៀតអត់មានរបាំងទេអញ្ចឹងអត់មានសន្តិសុខតម្លាក់របាំងយ៉ាងទៅអញ្ចឹងយើងឈប់យ៉ាងតិច5ម៉ែត្រពីរបាំងពីផ្លូវណាបើមានរបាំងឈប់2ម៉ែត្រពីរបាំងតែបើអត់មានរបាំងទេឈប់5ម៉ែត្រពីផ្លូវណាបាទតោះចូលដល់សំណួរទី63សំណួរទី63សួរថាតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប្រមាណម៉ែត្រពីផ្លូវរថភ្លើងឆ្លងកាត់អញ្ចឹងបានថាសំណួរខាងលើនេះ2ម៉ែត្រនិង5ម៉ែត្រនេះបានថាយើងជិះឆ្លងកាត់ផ្លូវអាទិភ្លើងផ្លូវរថភ្លើងយ៉ាងទៅដល់តែពេលយើងឆ្លងកាត់ហើយផ្លូវអាទិភ្លើងឆ្លងកាត់ផុតយើងឆ្លងកាត់ទៅដែរណាបាទប៉ុន្តែចម្លើយអាសំណួរទី63នេះបានតែគេសួរឈប់យ៉ាងតិច20ម៉ែត្រនេះចម្លើយរបស់យើងគឺឈប់យ៉ាងតិច20ម៉ែត្រតែថាយើងឈប់ឡានទុកចោលឬចតទុកឡានចោលបានថាយើងអាទិភ្លើងឆ្លងកាត់ណាងជុំឆ្លងទៅតែយើងអត់ទាន់ទៅទេប៉ុន្តែបើ2ម៉ែត្រនិង5ម៉ែត្រខាងលើបានថាយើងឆ្លងកាត់អញ្ចឹងចម្លើយគឺយ៉ាងតិច20ម៉ែត្រពេលយើងចតណាបើមានពាក្យចតគឺយ៉ាងតិច20ម៉ែត្រតែបើឈប់ប្រមាណម៉ែត្រពីរបាំង2ម៉ែត្រឈប់ប្រមាណម៉ែត្រពីផ្លូវ5ម៉ែត្របានថាឈប់មួយផ្លែតហើយអាទិភ្លើងឆ្លងកាត់ផុតយើងទៅដែរណាបាទអូខេដល់ចូលដល់សំណួរទី64សំណួរទី64សួរថាតើអ្នកបើកបរនេះសំណួរទី64ណាតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប្រមាណម៉ែត្រពីមុខនិងពីក្រោយពីកាំងបូមទឹករបស់រថយន្ត120បាទរថយន្តបូមទឹករថយន្ត120រថយន្តក្រុងអីទាំងអស់10ម៉ែត្រទាំងអស់បងប្អូនចាំទៅនេះចម្លើយរបស់យើងគឺ10ម៉ែត្រណាបាទហើយចម្លើយសំណួរទី65អ្នកឈប់ប្រមាណម៉ែត្រពីសញ្ញាកន្លែងរបស់ឡានក្រុងក៏10ម៉ែត្រដែរណារថយន្តកង់10ម៉ែត្ររថយន្ត2ក៏10ម៉ែត្ររថយន្តដឹកទំនិញអីក៏10ម៉ែត្រដែរណាបាទអូខេតោះចូលដល់សំណួរទី66សំណួរទី66សួរថាមុននឹងបត់ឆ្វេងនិងបត់ស្ដាំតើយើងត្រូវឈប់យ៉ាងតិចប្រមាណយើងបត់ផ្ដល់សញ្ញាយ៉ាងតិចប្រមាណម៉ែត្រពីផ្លូវកសបអញ្ចឹងយើងត្រូវផ្ដល់សញ្ញាយ៉ាងតិច20ម៉ែត្រណាមុននឹងបត់ឆ្វេងបត់ស្ដាំណាមិនបត់ព្រាមសញ្ញោព្រាមនេះណាបាទអញ្ចឹងយ៉ាងតិចសញ្ញោមុនទុកឲ្យបានចម្ងាយ20ម៉ែត្រពីកន្លែងយើងចង់បត់បាទតោះសំណួរទី67នៅក្នុងទីប្រជុំជនឬក្នុងទីក្រុងឬទីប្រជុំជនតើការឈប់ឬចតយានជំនិះនៅលើទ្រូងផ្លូវមានចម្ងាយប្រមាណម៉ែត្រពីគែមចិញ្ចើមផ្លូវបាទប្រមាណម៉ែត្រពីគែមចិញ្ចើមផ្លូវអញ្ចឹងយើងអែបចិញ្ចើមផ្លូវណាចតបើណាចតមកផ្ទះគេហ្នឹងយើងចតឲ្យកុំឲ្យសល់ការឡាយនឹងឆ្ងាយពេកចិញ្ចើមផ្លូវអញ្ចឹងមិនលើសពី25សង់ទីម៉ែត្របាទ2តឹកកន្លះ25សង់ទីម៉ែត្រហ្នឹងស្មើនឹង2តឹកកន្លះណាបាទអូខេតោះចូលដល់សំណួរទី68នៅក្នុងទីប្រជុំជនតើអ្នកបើកបរអាចឈប់ឬចតយានជំនិះយ៉ាងតិចប្រមាណម៉ែត្រពីផ្លូវប្រសពឬក៏ផ្លូវបត់ឬក៏ផ្លូវកោមានន័យថាកន្លែងយើងកែងយើងអត់ឲ្យឈប់ជាប់កែងហ្នឹងហ្មងឯងឈប់យ៉ាងតិចចេញពីកែងហ្នឹងឲ្យបានចម្លើយរបស់យើងគឺយ៉ាងតិច5ម៉ែត្រនៅក្នុងទីប្រជុំជនយើងនៅក្នុងពេញយើងនៅក្នុងក្រុងយើងណាអញ្ចឹងនៅពេលដែលយើងត្រូវឈប់ឡានទុកចោលគឺយើងឈប់យ៉ាងតិចចេញពីកែងហ្នឹងឲ្យបាន5ម៉ែត្រទុក space ឲ្យគេបត់អញ្ចឹងណាបាទនៅមួយទៀតនៅក្រៅទីប្រជុំជនវិញម្ដងនៅក្រៅទីប្រជុំជនតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយយ៉ាងតិចប្រមាណម៉ែត្រពីផ្លូវប្រសពផ្លូវកោងផ្លូវបត់ដូចគ្នាបាទអញ្ចឹងបានថាក្នុងទីប្រជុំជន5ម៉ែត្រដល់តែចម្លើយនៅក្រៅទីប្រជុំជនគឺ10ម៉ែត្រក្នុង5ម៉ែត្រក្រៅ10ម៉ែត្រណាបាទអូខេដល់ចូលដល់សំណួរទី70សំណួរទី70សួរថានៅលើមហាវិថីក្នុងទីប្រជុំជនតើយានជំនិះគ្រប់ប្រភេទត្រូវឈប់ដាក់មនុស្សឡើងឬចុះនៅចម្ងាយប្រមាណម៉ែត្រពីផ្លូវប្រសពបើណាយើងឈប់
chấm nấu cào thì chấm chốt nấu lừa mà lâu mà hai bị thấy nó bia lâu thủng đôi ta nông ti chấm chốt mét bắt tay lâu mà hai bị thấy bị thủng nè cho như chụp dạng tích ram đọc máy đi kia để ra bị thủng dương thờ ca tục lan thủng cái bọt những từ đó và chấm thờ ca tục ở bàn đọc máy tập nuôi thì chất sập muối nấu pe chèn rứ nẹt bao bó trâu tục cho lọt vào thực hiện ta nẹt bao bó trâu tục cho lọt vào thực hiện vì nhiên mùi tiết dạngที่ประมาณnày vì dương lang va kia và là dương lang va thòm ná dương va xuề cho dương lang từ va nó thử tục cho lọt vào thực hiện vì hàng nam dương từ lan kia nó dạng tích có mùi máy này trong nói bởi dương đó dạng tích mùi máy rồi chúng nuôi thì chất sập phí ta nẹt bao bó a chọt nhiên chùm đi trong ngay ประมาณ máy thì mục หรือปีกรอยยีนได้ชบหรือโจดบนโต๊ะกับตัวอีกนี่เป็นฮะชบประมาณเม็ดกรอยชบปีกรอยชบบนโต๊ะตัวอีกนี่กรอยลานเนี่ยหมกอย่างนั้นนะไปเด็กโจดยืนโจดเคยเก๋ทั้งโจดบนโต๊ะกับตัวอีกนี่นะอย่างที่กองมือไม้บนโต๊ะกับตัวอีกนี่นะอะไรกี่เนี่ยเพี้ยนนะบ้างจังอย่างที่มุ้ยไม้บ้างโอเคต่อโจดอสำนูที่จะสบายต่อสำนูที่ใบส่วนหาตาตัวจะกระเยียนยุ่นอาจตุกมันหรือบ้านประมาณเนี่ยchấm tôi chặt hiện dương nó cái hang mà tô giống tôi chặt hiện dương chấm tục mà nước ban tại phi nè thế đừng cục ai tham của ma ban mà nè tham của ma để dừng từ mấy nhân tham mấy mà nè của ma nè chân dương mình được chặt người thùng thông phi nè hai đừng của ma ban mà nè và cho một ma bay nè và tái dương mình ai tham dễ ban bay nè món ấy cứ thời tập phi nè hay miên của ma mà nè bay nè món nhưng ai hoặc ai chạm được bên bay ba này ai chạm của ma ban mà nè nhé vàต่อchỗ đó snu thì chất buồn snu thì chất buồn xua than đầu pê diên chấm đi khôi kèng ឬត្រូវបង្ខំចិត្តឲ្យឈប់ឬចតនៅលើទ្រូងផ្លូវផ្លូវក្រៅទីជំនន់តើអ្នកបើកបរត្រូវប្រើភ្លើងសញ្ញាអាសន្ននិងត្រីកោណចម្ងាយប្រមាណយ៉ាងតិចបាទអញ្ចឹងបានថាយើងប្រើសញ្ញាត្រីកោណទៅខ្លះយើងមានសញ្ញាត្រីកោណចំណាំងខ្លាចាំងណាតែពេលខ្លះយើងតំបន់ដាច់ស្រយាលយើងអាចដាក់ស្លឹកឈើបានកាច់ស្លឹកឈើដើម្បីផ្ដល់សញ្ញាអញ្ចឹងទៅអញ្ចឹងចម្លើយគឺ30ម៉ែត្រពីយានជំនិះដើម្បីឲ្យដាក់ពីយានជំនិះយើងនឹងវត្តទៅ30ម៉ែត្រ ហើយដើម្បីឲ្យគេមើលពីថ្ងៃមកឃើញបាន100ម៉ែត្រណាមើលឃើញយ៉ាងតិច100ម៉ែត្រតែឲ្យគេឃើញមុំឆ្ងាយដើម្បីជួយថយល្បឿនតាន់បើឡានយើងចតទុកចោលពីឡានយើងខូចទាំងអីចឹងទៅយើងដាក់ស្លឹកឈើដាក់ឲ្យបាំងពីចម្ងាយឡានយើង30ម៉ែត្រឲ្យគេមើលពីថ្ងៃមកឃើញ100ម៉ែត្រណាអូខេតោះចូលដល់សំណួរទី75តើច្បាប់ចរាចរណ៍ផ្លូវគោកហាមពិសាស្រាជាតិស្វឹងហ្នឹងស្រាឬជាតិស្វឹងហ្នឹងដែលមានអត្រាជាតិអាល់កុលចាប់ពីប្រមាណឡើងទៅក្នុង1លីត្រខ្យល់ត្រូវហាមផាត់ដូចថាត្រូវបណៃទៅអីចឹងណា chấm chập vì 0.25 ឡើងទៅបើក្រោមហ្នឹងអត់អីទេ 0.25 មីលីក្រាមក្នុង1លីត្រខ្យល់ឡើងទៅគឺយើងត្រូវហាមផាត់ទេណាអត់ឲ្យហូបលើកហ្នឹងឯណាចឹងថាអាជីរកុលណាពេលដល់ចូលដល់ទីសំណួរទី76តោះសំណួរទី76សួរថាតើអ្នកបើកបរមានអត្រាជីរកុលប្រមាណត្រូវហាមផាត់ចឹងដូចមិញចឹងពីប្រមាណឡើងទៅត្រូវហាមផាត់គឺ 0.25 ក្នុង1លីត្រខ្យល់ឬគឺអាចនិយាយបានថាឬពី 0.25 ក្រាមក្នុង1លីត្រឈាម 1 លីត្រខ្យល់យើងផ្លុំនឹងខ្យល់តែបើយើង1លីត្រឈាមគឺ 0.50 ណា 0.5 បាន 50 បានណាបាទតោះមួយទៀតសំណួរទី77តើអ្នកបើកបរយានមានអត្រាជាតិអាល់កុលប្រមាណត្រូវផ្ដល់ជូនទូដាក់ពន្ធនាគារខាងលើនេះគឺហាមឃាត់ថាមកបណ្ដេញជាលុយទឹកប្រាក់អីចឹងទៅតែបើធ្វើចម្លើយទី77នេះគឺហាមឃាត់ដាក់ពន្ធនាគារហ្មងណាដាក់ទោសហ្មងអត់អាចបង់លុយបានព្រោះយើងខុសច្បាប់ខ្លាំងពេកអញ្ចឹង គឺចម្លើយគឺអត្រាជាតិអាល់កុលចាប់ពី 0.40 មីលីក្រាមក្នុង1លីត្រខ្យល់ឡើងទៅគឺត្រូវដាក់ដល់ពន្ធនាគារណាបាទអូខេដល់ចូលដល់សំណួរទី78តើអ្នកបើកបរយានជំនិះចាប់ពីទំហំស៊ីឡាំងប្រមាណយានចាប់ពីទំហំស៊ីឡាំងប្រមាណឡើងទៅសង់ទីម៉ែត្រគូបឡើងទៅទើបតម្រូវឲ្យមានបានបរអញ្ចឹងយានមិនថាម៉ូតូអីហ្នឹងកម្លាំងលើសពី125ឡើងទៅចាកម្លាំង125ឡើងទៅ គឺតម្រូវឲ្យមានបានបរណាបើយើងជិះម៉ូតូអត់សងម៉ូតូអីគឺយើងមិនបាច់មានបានបរក៏អីដែរបាទតោះចូលដល់សំណួរទី79សំណួរទី79សួរថាតើល្បឿនបើកបរអតិបរមានៅក្នុងទីប្រជុំសម្រាប់ទូចក្រយានយន្តម៉ូតូបានកំណត់ប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងក្នុងពេញយើងក្នុងក្រុងក្នុងផ្សារហ្នឹងក្នុងទីប្រជុំអញ្ចឹងម៉ូតូរបស់យើងគឺកំណត់ត្រឹម30គីឡូម៉ែត្រក្នុង1ម៉ោងមិនឲ្យលើកហ្នឹងណាបើវាយឺតណាបាទបើ យ៉ាងតិចមិនលើសពី 30 គីឡូម៉ែត្រក្នុង1ម៉ោងដល់តែសំណួរទី80នៅក្នុងទីជំនន់ឬទីប្រជុំជនក្នុងទីក្រុងឬទីជំនន់ដូចគ្នាទេក្រុងក៏បានទីប្រជុំជនបានទីប្រជុំជនគឺកន្លែងមានមនុស្សច្រើនរថយន្តធុនតូចត្រូវបានកម្រិតល្បឿនអតិបរមា
ប្រហែលគីឡូម៉ែត្រក្នុងម៉ោងរថយន្តធុនតូចបានថាឡានលក្ខណៈគ្រួសារយើងអញ្ចឹងមិនលើសពី40គីឡូម៉ែត្រក្នុង1ម៉ោងបាទរថយន្តធុនតូចយើងគឺបើកអាចត្រឹម40គីឡូម៉ែត្រក្នុងម៉ោងដល់ទូចក្រយានយន្តម៉ូតូគឺ30ណាអញ្ចឹងរថយន្តអាចបើកលឿនជាងណាបាទតែត្រឹម40គីឡូម៉ែត្រក្នុងម៉ោងឲ្យបងប្អូនឃើញជិះក្នុងពេញគឺគេដាក់កំណត់ល្បឿន40គីឡូម៉ែត្រច្រើនណាបាទអូខេតោះចូលដល់សំណួរទី81តើល្បឿនបើកបរអតិបរមានៅក្រៅទីយន្តជនសម្រាប់ទូចក្រយានយន្តទំហំស៊ីឡាំងលើសពី125សង់ទីម៉ែត្រគូបត្រូវបានកំណត់ប្រមាណគីឡូម៉ែត្រក្នុង1ម៉ោងបាទចម្លើយរបស់យើងគឺ70គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងក្រៅទីយន្តជនណាក្រៅទីយន្តជន70គីឡូម៉ែត្រក្នុង1ម៉ោងបើក្នុងទីយន្តជន30បាទដល់តែក្រៅទីយន្តជនដែរប៉ុន្តែសម្រាប់រថយន្តដូចមិញបាទក្រៅទីយន្តជនតើការកំណត់ល្បឿនអតិបរមាសម្រាប់រថយន្តគ្រួសារដូចមិញរថយន្តធុនតូចហ្នឹងគឺ80គីឡូម៉ែត្រក្នុង1ម៉ោងបើក្នុង40បើក្រៅ80ដល់តែទូចក្រយានយន្តក្នុង30ក្រៅ70បាទអូខេដល់ចូលដល់សំណួរទី73ល្បឿនបើកបរអតិបរមានៅក្រៅទីយន្តជនសម្រាប់ទូចក្រយានយន្តឬទូចក្រយានយន្តសណ្ដោងរមាក់ត្រូវបានកំណត់ប្រមាណគីឡូម៉ែត្រក្នុងម៉ោងអូខេត្រីចក្រយានយន្តបានថាត្រីចក្រយាន3គឺបានថាpass F អីចឹងណាឬក៏ម៉ូតូអូអាម៉កកង់3យើងហ្នឹងឬក៏សណ្ដោងរមាក់2ហ្នឹងដូចគ្នាណាគឺជាប់អាម៉កកង់3អញ្ចឹងបើកបានត្រឹម40គីឡូម៉ែត្រក្នុងម៉ោងណាព្រោះនៅក្រៅប៉ុន្តែយើងសណ្ដោងអាម៉កយើងអាចបើកលឿនពេកអាម៉កដឹកមុនដឹកអីដងទាញទៅវារុញយើងពីក្រោយមកណាអញ្ចឹងបើកត្រឹម40គីឡូម៉ែត្រក្នុងម៉ោងបាទអូខេតោះចូលដល់សំណួរទី84តោះតើការកំណត់ល្បឿនបើកបរអតិបរមាក្រៅទីយន្តជនសម្រាប់គីឡូ70គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់យានយន្តប្រភេទណាខ្លះវាដូចតែសំណួរខាងលើដែរទេកាលណាចិត្តគឺសម្រាប់ទូចក្រយានយន្តសម្រាប់រថយន្តធុនដឹកទំនិញអញ្ចឹងទៅអញ្ចឹងទី1គឺសម្រាប់ទូចក្រយានយន្តគឺសម្រាប់ម៉ូតូដល់ទី2គឺសម្រាប់រថយន្តដឹកទំនិញក្រៅទីយន្តជនណាបើលក្ខណៈគ្រួសារ80បាទអញ្ចឹងបើគេសួរថាទូចក្រយានយន្តនឹងដឹកទំនិញកំណត់ល្បឿនប្រមាណយើងឆ្លើយចិត្តតែបើគេសួរចិត្តវិញយើងឆ្លើយ2នឹងវិញមកបាទតោះចូលដល់សំណួរទី85តើការកំណត់ល្បឿន80គីឡូម៉ែត្រក្នុងម៉ោងដូចខាងលើដែរទេគឺសម្រាប់រថយន្តធុនតូចណារថយន្តហៅធុនស្រាលនិងដឹកអ្នកដំណើររថយន្តគ្រួសារអញ្ចឹងទៅបាទអញ្ចឹង80គីឡូម៉ែត្រក្នុង1ម៉ោងសំណួរទី86សំណួរទី86សួរថានៅក្នុងទីជុំជនតើអ្នកបើកបរ20គីឡូម៉ែត្រក្នុង1ម៉ោងតើអ្នករក្សាចន្លោះសុវត្ថិភាពយ៉ាងតិចប្រមាណម៉ែត្របាទអញ្ចឹង20គីឡូម៉ែត្រចន្លោះសុវត្ថិភាពយ៉ាងតិច6ម៉ែត្រណា6ម៉ែត្រអូខេតោះចូលដល់សំណួរទី87នៅក្នុងទីយន្តជនអ្នកបើកបរល្បឿន30គីឡូម៉ែត្រ/ម៉ោងទៅទុកសុវត្ថិភាពយ៉ាងតិចប្រមាណម៉ែត្របាទគឺ30យក3គុណ3ណាយកស្មើ9ម៉ែត្រអូខេតើល្បឿន90គីឡូម៉ែត្រ/ម៉ោង9គុណ9ស្មើ81បាទតោះសំណួរទី89តើអ្នកបើកបរអាចឈប់បញ្ចុះយានជំនិះចម្ងាយប្រមាណម៉ែត្រពីផ្លូវថ្នល់បានប្រមាណម៉ោងអញ្ចឹងយើងឈប់លើផ្លូវថ្នល់មិនឲ្យលើពី24ម៉ោងទេណាគឺផ្លូវសាធារណៈព្រោះយើងពេលឡានខូចទាំងមួយក៏ដោយគឺយើងត្រូវតែរើជាងមកអូសចេញហ្នឹងទៅបាទមិនលើពី24ម៉ោងតោះសំណួរទី90បានបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងប្រទេសកម្ពុជាមានប្រមាណប្រភេទអញ្ចឹងបានបើកបរនៅប្រទេសយើងគឺចែកចេញជា5ប្រភេទមានបានបើកបរកខកកងកនេះគឺម៉ូតូខឡានលក្ខណៈគ្រួសារឡានតូចកនេះគេហៅឡានក្បាល3អញ្ចឹងទៅបងប្អូនតែនិយាយក្បាល3ក្បាល4ក្បាល5ណាកនេះគឺឡានលក្ខណៈក្បាល3គេហៅក្បាល3ណាខនេះក្បាល4ងនេះក្បាល5អញ្ចឹងមាន5ប្រភេទហ្នឹងប៉ុន្តែជាទូទៅឡានលក្ខណៈគ្រួសារអញ្ចឹងគឺខណាបាទកនេះគឺម៉ូតូឯបាទអូខេអញ្ចឹងខ្ញុំធ្វើវីដេអូក្នុងមេរៀនទី7យើងនេះគឺធ្វើត្រឹម90ទេណាក្នុងមួយមេរៀនខ្ញុំធ្វើបានតែ30សំណួរព្រោះខ្ញុំធ្វើបណ្ដោយបញ្យល់បណ្ដោយអញ្ចឹងវាមិនបានច្រើនសំណួរទេណាបាទអញ្ចឹងខ្ញុំធ្វើបញ្ចប់វាតែប៉ុណ្្នឹងទេបើមិនជាមានចម្ងល់អីបងប្អូនអាចឆាតសួរតាម Telegram បានក្នុងសំណួរដែលខ្ញុំអានឲ្យបងប្អូនស្ដាប់ខាងលើហ្នឹងមានសំណួរណាមួយដែលអត់យល់បងប្អូនអាចឆាតសួរតាម Telegram នេះបានបាទអញ្ចឹងក្នុងវីដេអូនេះនិយាយតែប៉ុណ្្នឹងទេធ្វើតែប៉ុណ្្នឹងទេបើមិនជាក្នុងមេរៀនក្នុងសំណួរណាមួយខ្ញុំបញ្យល់ទៅអត់ទៅយល់អត់ទៅអីអាចខមមិនសួរបានហើយបើមិនជាមានកំហុសខុសឆ្គងណាអធិស្ឋានខ្ញុំផងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាទ